ម្ដាយខ្ញុំបានមកលេងស្រុកឥណ្ឌាស្រុកខ្ញុំនេះឯងបាន3ថ្ងៃហើយបងប្អូនហើយគាត់លំអុកប្រាប់ខ្ញុំថាចេះអញអប់សុកដល់ហើយយកអញមកនៅតែក្នុងផ្ទះព្រមយកអញទៅដើរលេងអញ្ចឹងហើយកំណឹកឃើញថាបើគាត់និយាយអញ្ចឹងហើយក៏ខ្ញុំយកគាត់ដើរលេងសិនទៅនិយាយទៅខ្ញុំចង់យកគាត់ដើរលេងយូរហើយប៉ុន្តែនឹកឃើញថាខ្ញុំរវល់ធ្វើកិច្ចការផ្សេងៗទុកគាត់មកកដោបសិនណាតែដល់ពេលគាត់ល្អូរតំអញ្ចឹងទៅក៏ខ្ញុំយកគាត់ដើរលេងអញ្ចឹងមុននេះខ្ញុំយកគាត់ទៅដើរលេងហ្នឹងខ្ញុំយកសុកជាដាក់ទៅសាលាហើយតបមកទៀតខ្ញុំយកគាត់យកទៅដើរលេងប៉ុន្តែដើរលេងមិនដឹងដើរលេងអាណាទេនៅស្រុកឥណ្ឌាមិនដូចស្រុកយើងទេអញ្ចឹងហើយនឹកឃើញថាទៅផ្ទះអ្នកដែលខ្ញុំស្គាល់អញ្ចឹងទៅហើយដល់ពេលជិះម៉ូតូដល់ពាក់កណ្ដាលផ្លូវក៏ឃើញអ៊ំស្រីម្នាក់ដែលខ្ញុំស្គាល់ក៏និយាយលេងអញ្ចឹងទៅបន្ទាប់មកទៀតក៏ទៅដល់ផ្ទះអ៊ំស្រីមួយទៀតល្មមដល់ពេលទៅដល់គាត់កំពុងតែច្របាច់ទឹកដោះគោបងប្អូននៅស្រុកឥណ្ឌាអញ្ចឹងហើយបងប្អូនអើយការដំបងក៏ខ្ញុំប្លែកដែរនៅពេលដែលគេចិញ្ចឹមគោចំក្របីដល់ពេលគោក្របីមានកូនអញ្ចឹងទៅគេច្បាច់យកទឹកដោះយកទៅញ៉ាំផងយកទៅលក់ផងអញ្ចឹងធម្មតាគោវាមានដោះ4អញ្ចឹងគាត់ច្បាច់2ដោះអញ្ចឹងទៅច្បាច់2ដោះយកទៅដោះគោហើយ2ដោះទៀតទុកឲ្យកូនមុំអញ្ចឹងទៅហើយបងប្អូននេះនៅពេលគេច្បាច់ទឹកដោះគោអញ្ចឹងគេយកខ្សែចងជើងបើមិនអញ្ចឹងខ្លាច់គោធាក់គោអីអញ្ចឹងណាហើយការច្បាច់ទឹកដោះគោគេបងប្អូនមួយថ្ងៃគេច្បាច់2វេនអញ្ចឹងព្រឹកមួយវេនថ្ងៃមួយវេនអញ្ចឹងទៅច្បាច់ម្ដងបានច្រើនដែរបាននឹងរួចម្ហូបប្រចាំថ្ងៃអញ្ចឹងទៅហើយការច្បាច់ទឹកដោះគោគេបងប្អូនបើសិនជាយើងមិនមានជំនាញគោច្បាច់អត់ចេញវគ្គមុនខ្ញុំចូលច្បាច់ដែរប៉ុន្តែច្បាច់អត់ចេញទេបើគេច្បាច់ចេញភ្លឹបតែម្ដងខ្ញុំបាច់អត់កើតទេអញ្ចឹងបន្ទាប់មកទៀតហ្នឹងទៅបន្ទាប់ពីគាត់ច្បាច់ទឹកដោះគោហើយអញ្ចឹងទៅក៏គាត់រៀបចំយកទៅលក់នៅរោងចក្រហើយគាត់សួរម្ដាយខ្ញុំថាចេះចង់ផឹកទឹកដោះគោឆៅចឹងអត់ផឹកទឹកដោះគោស្រស់អត់ម៉ែខ្ញុំថាអត់ទៅហ៊ានផឹកទេគាត់ថាគាត់រៀងខ្លាចចឹងហើយខ្ញុំគាត់ប្រាប់ម៉ែខ្ញុំថាមិនអីទេម៉ែអើយឆ្ងាញ់ទេឆ្ងាញ់ជាងអាទឹកដោះគោដែលគេយកទៅផលិតនៅរោងចក្រទៀតអញ្ចឹងគាត់ថាវាធំក្លិនតិចប៉ុន្តែម្ដងនេះអ៊ំស្រីថាបើសិនជាអត់ចូលចិត្តក្លិនវាទេវាងាយទេយើងឆុងចឹងទៅយើងដាក់កាហ្វេឬក៏តែឲ្យចាស់ចឹងទៅវាបបាត់ក្លិនបងប្អូនអញ្ចឹងក៏ខ្ញុំធ្វើតាមគាត់ធ្វើបដើនិយាយគ្នាបដើចឹងទៅគាត់សួរម៉ែខ្ញុំថាចេះអង់គ្លេសអីចឹងណានិយាយទៅម៉ែខ្ញុំក៏អត់ចេះអង់គ្លេសអ៊ំស្រីហ្នឹងក៏អត់ចេះអង់គ្លេសដែរអញ្ចឹងហើយមានតែកាយវិការយោងមកសម្រាប់ខ្ញុំវិញភាសាឥណ្ឌាតាមតំបន់ខ្ញុំចេះតិចទេវាមិនចេះច្រើនទេគ្រាន់តែថាគេនិយាយភាគច្រើនខ្ញុំស្ដាប់បានបើសិនជាឲ្យខ្ញុំឆ្លើយឆ្លងទៅគេបានតិចចឹងណាហើយនេះបងប្អូនមើលទឹកដោះគោស្រស់ណាស់ពេលឆុងហើយខាប់ល្អខ្លាំងមែនតើរាល់ថ្ងៃខ្ញុំផឹកទឹកដោះគោដែលគេចម្រាញ់ចេញពីរោងចក្រវាអត់ខាប់ល្អចឹងទេហើយនេះខ្ញុំឆុងហើយចឹងទៅគឺខ្ញុំដោយឲ្យម្ដាយខ្ញុំសាក់ពិសាទៅម៉ែខ្ញុំថាអូមិនសូវហ៊ានប្រហែលរៀងតាក់ទើអញ្ចឹងណាហើយនេះគឺជាអាហារពេលព្រឹករបស់អ៊ំស្រីនៅស្រុកហ្នឹងអញ្ចឹងស្រួលបងប្អូនអាហារពេលព្រឹកគ្មានបាទេចង្កាប៊ីស្គីតអញ្ចឹងទៅនំប៉័ងមួយទឹកដោះគោក៏ជាការស្រេចរួចខ្លួនមួយពេលតែម្ដងហើយនៅពេលដែលខ្ញុំផឹកទឹកដោះគោហើយអញ្ចឹងទៅក៏ខ្ញុំបបួលគាត់មកលេងស្រុកខ្មែរគាត់ថាគាត់ចង់មកទេដោយសារតែគាត់មានការងារច្រើននិយាយទៅការងាររបស់គាត់មានស្អីទេបងប្អូនអើយមើលការគាត់ត្រូវចិញ្ចឹមគោចិញ្ចឹមក្របីចឹងទៅលើកអាចគោអាចមន់អាចទាតែបើសិនបងប្អូនឃើញសកម្មភាពនៅពេលគាត់លើកអាចគោបងប្អូននឹងកវីក្បាលហ្មងព្រោះគាត់ធ្វើផ្ទាល់ចឹងគាត់គ្មានយកស្អីទៅជោគគឺគាត់យកដៃទៅជោគដាក់នៅកធុនចឹងទៅគាត់យកទៅបោះចោលកន្លែងណាមួយចឹងណាហើយអ៊ំស្រីម្នាក់ហ្នឹងបងប្អូនគាត់មិនសូវចូលចិត្តពាក់ស្បែកជើងទេគាត់ដើរជើជើងទេលើកលែងតែគាត់ចូលរួមកម្មវិធីបានគាត់ពាក់ស្បែកជើងបើសិននៅជុំវិញផ្ទះហ្នឹងគឺដើរជើងទេហើយខ្ញុំតែងតែសួរគាត់ថាម៉េចមិនចូលចិត្តពាក់ស្បែកជើងអីចឹងគាត់ថាពាក់ស្បែកជើងទៅវាអត់ស្នើឲ្យទម្លាប់គាត់អត់ស្បែកជើងចឹងណាព្រោះនិយាយទៅជនជាតិឥណ្ឌាផ្សេងទៀតក៏ដែរបងប្អូនអ្នកថាប្រកាន់ប្រពៃណីខ្លាំងគឺគាត់អត់ចូលចិត្តពាក់ស្បែកជើងទេអាហ្នឹងនៅតំបន់ខ្ញុំហ្នឹងគ្រាន់ថារបៀបថារៀងថាសម័យខ្លះប៉ុន្តែបើទៅតំបន់ផ្សេងជាពិសេសគាត់កាន់សាសនាហិណ្ឌូវិញអូយបងប្អូនអើយគឺប្រពៃណីខ្លាំងតែម្ដងអូខេបងប្អូនបន្ទាប់ពីខ្ញុំទៅលេងបានទៅលេងផ្ទះអ៊ំស្រីហើយទៅថ្ងៃនេះខ្ញុំត្រឡប់មកផ្ទះវិញក៏ម៉ែខ្ញុំគាត់ថាគាត់ចង់សាក់លបងហូបឥណ្ឌាមើលថាញ៉ាំកើតអីចឹងណាចឹងហើយខ្ញុំមិនដឹងនឹកឃើញធ្វើអីក៏ខ្ញុំធ្វើល្ពៅឆាល្ពៅបងទៅព្រោះឆាល្ពៅហ្នឹងវាស្តៀងហូបខ្មែរយើងវាមិនសូវខុសគ្នាប៉ុន្មានទេហើយឆាល្ពៅរបស់ខ្ញុំនេះមិនមែនថាឆាដូចគ្នាទាំងអស់ទេព្រោះជនជាតិឥណ្ឌាភាគច្រើនហ្នឹងឲ្យតែរស់នៅតាមតំបន់ផ្សេងគ្នាទៅបីតែឆាល្ពៅអីក៏ដោយស្លការីអីក៏ដោយគឺខុសគ្នាទាំងអស់គ្រឿងផ្សំក៏ខុសគ្នាដែរហើយខ្ញុំធ្វើនេះគឺតំបន់អីខ្ញុំហើយឆាល្ពៅនេះនិយាយទៅខ្ញុំធ្វើលើកទី2ទី3ហើយតែដឹងបងប្អូនគឺធ្វើច្រើនដងគ្រាន់ថាខ្ញុំធ្វើវគ្គមុនខ្ញុំរៀងឆ្កងដល់ពេលវគ្គនេះក៏អត់ទេដោយសារយើងចាំគ្រឿងហើយធ្វើតាមផ្លែទៅវគ្គមុនណាតម្រាំតែផ្សំគ្រឿងអានេះបន្តិចនោះបន្តិចឡើងរាប់ម៉ោងប៉ុន្តែម្ដងនេះមកផ្លែទេបងប្អូនគឺងាយលឿនខ្លាំងមែនតើអញ្ចឹងឆាល្ពៅរបស់ខ្ញុំនេះខ្ញុំទិញល្ពៅពីក្នុងកន្លែងផ្សារ
នៅចិត្តសាលាសុកជាហ្នឹងនិយាយទៅលពៅរបស់គេគឺថ្លៃសំរុំដែរមកដុំមកប៉ុណ្ណឹងគឺគាត់ជាលុយខ្មែរ3000នៅស្រុកឥណ្ឌាពួកគាត់ចូលចិត្តដាំលពៅប្រភេទថាលពៅទ្រូអញ្ចឹងណាការខ្ញុំលក់បន្លែនៅសៀមរាបហ្នឹងគឺលពៅទូចឲ្យលពៅទ្រូប៉ុន្តែនៅឥណ្ឌាលពៅទ្រូវិញម៉ែឲ្យបងប្អូនអាខ្លះ10គីឡូក៏មានដែរហើយឥឡូវនេះដៃណែបងប្អូនឆាលពៅខ្ញុំឆ្អិនល្មមចុងក្រោយដាក់ខ្ទិះដូងតិចទៅដាក់ខ្ទិះដូងដាក់ក្តូងកោសទៅជីវ៉ាន់ស៊ុយហើយស្លឹកកត្រងជាការស្រេចបងប្អូនអញ្ចឹងវីដេអូឆាវីដេអូឆាលពៅខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនដែលតែងឆ្លាញ់ចូលចិត្តជូនពរបងប្អូនឲ្យមានសុខភាពល្អសំណាងល្អរកស៊ីមានបានទាំងអស់គ្នាហើយថ្ងៃនេះម៉ាក់សុកជាមានផលិតផលថ្មីបង្ហាញចែកជូនបងប្អូននៅក្នុងវីដេអូនេះដែលគេហៅថា sleeping mask ជាប្រភេទ mask ដែលយើងលាបមកយប់ពេញហើយយើងទៅព្រលឹមឡើងលាងមកចេញក្នុងមួយថ្ងៃយើងប្រើមួយគ្រាប់អញ្ចឹងជាផលិតផលរបស់គេហើយនិយាយពីគ្រឿងផ្សំបងប្អូនគឺធម្មជាតិប្រពន្ធអត់មានស្អីផលប៉ះពាល់ដល់ស្បែកបងប្អូនទេគ្រឿងផ្សំដូចជាផ្កានិងក្របធូនជាតិហើយនៅពេលដែលខ្ញុំបានប្រើធ្វើឲ្យស្បែកមុខខ្ញុំត្រជាក់ទុនសព្រលលួងថែមទៀតអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាស្នាមជាំស្នាមអុចខ្មៅស្នាមមុនអីបងប្អូនអាចសាក់លបងបានហើយនេះជាពេចរបស់គាត់បងប្អូនអាចកំងតាម